សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់អំពីពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរដែលជាពិធីដ៏សំខាន់មួយមុនពេលមានពិធីអាពាហ៍ពិពាហ៍ពិធីភ្ជាប់ពាក្យគឺជាពិធីដែលគ្រួសារខាងប្រុសនិងគ្រួសារខាងស្រីមកជួបជុំគ្នាដើម្បីព្រមព្រៀងនិងប្រកាសថាកូនប្រុសនិងកូនស្រីរបស់ពួកគេនឹងរៀបការជាមួយគ្នាពិធីនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅព្រោះវាមិនត្រឹមតែជាការភ្ជាប់ទំនាក់ទំនងរវាងគូស្នេហ៍ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការភ្ជាប់ទំនាក់ទំនងរវាងគ្រួសារទាំងពីរផងដែរជាទូទៅពិធីភ្ជាប់ពាក្យត្រូវបានរៀបចំឡើងនៅផ្ទះខាងស្រីនៅថ្ងៃនោះគ្រួសារខាងប្រុសនិងសាច់ញាតិនឹងយកអំណោយជាច្រើនមកជូនគ្រួសារខាងស្រីអំណោយទាំងនេះអាចមានដូចជាផ្លែឈើនំអាហារនិងវត្ថុមានតម្លៃផ្សេងៗដែលតំណាងឲ្យសំណាងល្អសុភមង្គលនិងភាពរុងរឿងសម្រាប់ជីវិតគូថ្មីក្នុងពិធីនេះក៏មានការរៀបចំតុបូជានិងដុតទៀនដើម្បីធ្វើពិធីតាមប្រពៃណីអ្នកចាស់ទុំឬមេពិធីនឹងដឹកនាំពិធីដោយអានពាក្យជូនពរនិងជូនពរសិរីសួស្តីដល់គូស្នេហ៍មានជីវិតសុខសាន្តនិងសំណាងល្អបន្ទាប់មកគូស្នេហ៍នឹងអង្គុយជាមួយគ្នាហើយអ្នកចាស់ទុំអាចធ្វើពិធីភ្ជាប់ខ្សែដៃឬធ្វើពាក្យអប់រំនិងអនុសាសន៍ដល់គូស្នេហ៍ដើម្បីឲ្យពួកគេរស់នៅជាមួយគ្នាដោយសុខសាន្តនិងគោរពគ្នាទៅវិញទៅមកក្នុងពិធីនេះក៏មានការអញ្ជើញសាច់ញាតិនិងមិត្តភ័ក្តិមកចូលរួមដើម្បីអបអរសាទរនិងផ្ដល់ពរជ័យដល់គូស្នេហ៍បរិយាកាសនៅក្នុងពិធីភ្ជាប់ពាក្យជាទូទៅពោរពេញទៅដោយភាពសប្បាយរីករាយការញញឹមនិងការសន្ទនាដ៏កក់ក្ដៅរវាងសាច់ញាតិទាំងពីរខាងពិធីនេះបង្ហាញឲ្យឃើញពីការគោរពប្រពៃណីនិងវប្បធម៌ខ្មែរដែលបែបបន្តពីជំនាន់មួយទៅជំនាន់មួយសម្រាប់ប្រជាជនខ្មែរពិធីភ្ជាប់ពាក្យគឺជាជំហានដំបូងសំខាន់មួយមុនពេលរៀបអាពាហ៍ពិពាហ៍ហើយវាជាសញ្ញាបង្ហាញថាគូស្នេហ៍ទាំងពីរបានទទួលការព្រមព្រៀងពីគ្រួសាររបស់ពួកគេជាចុងក្រោយពិធីនេះមិនត្រឹមតែជាការរៀបចំពិធីប៉ុណ្ណោះទេប៉ុន្តែវាក៏ជាវិធីមួយក្នុងការរក្សានិងថែរក្សាវប្បធម៌ប្រពៃណីខ្មែរឲ្យនៅរស់រវើកបន្តទៅមុខទៀតសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបើអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេច Like Share និង Subscribe Channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតជួបគ្នាវីដេអូក្រោយសូមអរគុណHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ